អ្នកទាំងនេះមកត្រឡប់មកកាន់ YouTube IT អូខេអញ្ចឹងនេះជាមេរៀនទី6របស់យើងនិយាយតាក់ទងជាមួយនឹង wireless ដែលយើងអាចនិយាយថា Wi-Fi configuration អូខេអញ្ចឹងយើងនិយាយតាក់ទងជាមួយនឹងការដូរឈ្មោះ Wi-Fi អូខេអញ្ចឹងដើម្បីអាចដូរឈ្មោះ Wi-Fi បានយើងចូលទៅកាន់ router របស់យើងហើយចូលទៅកាន់ basic ហើយយើងចូលទៅកាន់ wireless ឬក៏ advanced wireless តទៅមកទៀតយើងធ្វើការកំណត់ Wi-Fi name ឬក៏ SSID ហើយយើង set switch set identify គឺឈ្មោះ Wi-Fi ដែលមើលឃើញពេលភ្ជាប់ណាអូខេអញ្ចឹងយើងអាចធ្វើការកំណត់ឈ្មោះ Wi-Fi បានអញ្ចឹងជំហានដែលយើងអាចចូលទៅកាន់កំណត់បានទី1យើងចូលទៅកាន់ wireless setting ហើយយើងបដូរ network name SSID ហើយយើងចុច share វាបន្តមកទៀតយើងអាចដាក់ឈ្មោះខុសគ្នាសម្រាប់ 2G ឬក៏ 5G ឧទាហរណ៍ថាបើសិនជាយើងចង់ដាក់ home 2.4G ឬក៏ home 1.5G អូខេអានេះជាឧទាហរណ៍ប៉ុន្តែត្រឡប់របស់ខ្ញុំអត់ដែរដាក់អញ្ចឹងទេគឺខ្ញុំដាក់ឈ្មោះដូចគ្នាឧទាហរណ៍ថា home ខ្ញុំដាក់តែ home ទេខ្ញុំអត់ដែរដាក់ 2G ឬក៏ 5G ទេមូលហេតុគឺមានន័យថាបើសិនជាឧបករណ៍គាត់ចាប់បាន 2G គាត់ចាប់បាន 2G បើឧបករណ៍ចាប់បាន 5G គឺចាប់បាន 5G អូតូម៉ាទិកហ្មងយើងអត់ចាំបាច់ម្ដង connect 2G ម្ដង connect 5G ទេណាចុះឧទាហរណ៍ថាគាត់ឈរនៅកន្លែងនេះកន្លែងគាត់ឈរអញ្ចឹងកន្លែងហ្នឹងសេវា 5G មកដល់ណាអូខេស្រាប់គាត់ដើរមកដល់នេះអញ្ចឹងសេវា G អត់ដល់ទេ 2G នេះដល់អញ្ចឹងវាអូតូម៉ាទិកវាចាប់យក 2G ឯងតែបើសិនជាអ្នកទាំងអស់គ្នាដាក់ឈ្មោះផ្សេងគ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការ switch ចូលមកកាន់ 2G អញ្ចឹងវាធ្វើឲ្យមានផលវិបាកដែរណាអូខេអញ្ចឹងកន្លែងហ្នឹងខ្ញុំដាក់ឈ្មោះដូចគ្នាខ្ញុំអត់ដាក់របៀបហ្នឹងទេនេះគាត់ទៅឧទាហរណ៍អ្នកទាំងអស់គ្នាមើលតំណាងថាអាណា 2G អាណា 5G ទេណាអូខេអញ្ចឹងយើងមួយទៀតតទៅជាមួយនឹងការកំណត់ password អញ្ចឹងអ្នកទាំងគ្នាចូលទៅកាន់កន្លែង security type ហើយយក WPA2 PSK ល្អនឹងមានសុវត្ថិភាពឬក៏ WPA3 បើមានការគ្រប់គ្រងអញ្ចឹងបើសិនជាយើងយកអានេះយើងអាច support device ច្រើនប៉ុន្តែបើសិនជាយកអានេះអាច device មួយចំនួនអត់ support ទេណាអូខេអញ្ចឹងបើសិនជាជំហាននៃការដូរយើងធ្វើដូចគ្នាណាយើងចូលទៅកាន់ setting ហើយយក WPA2 PSK ហើយបញ្ចូល password 8ទៅ16ដែលមានតួអក្សរឬក៏ច្រើនជាងនឹងណាហើយយើងចុច save មកអញ្ចឹង password ខ្លាំងគួរតែមានន័យថាខ្លាំងមិនអក្សរធំអក្សរតូចហើយមានលេខមកអាហ្នឹងជា password strong ហើយបូកជាមួយនឹងសញ្ញាអូខេអញ្ចឹងយើងអាចចូលទៅកំណត់បានអញ្ចឹងខ្ញុំសូមបញ្យល់ឲ្យអស់ទៅយើងចូលទៅអនុវត្តតែម្ដងអូខេអញ្ចឹងនេះគឺការណែនាំនៃការកំណត់ password អញ្ចឹងការណែនាំគឺ security mode យើងយក WPA2 PSK ហើយ encryption យើងយក AES ណាហើយ password យ៉ាងហោចណាស់12តួអក្សរបើសិនជាយើងចង់ឲ្យសុវត្ថិភាពហើយយើងកុំប្រើ web មានន័យថាកុំប្រើ web ពីសុវត្ថិភាពទៀតមានន័យថាតកតងជាមួយនឹងយើងប្រើហ្នឹងគេហៅ Wi-Fi guest ឬក៏ Wi-Fi voucher ដែលពេលដែលគេ connect ឲ្យ load web ឲ្យយើងវាយ password ណាយើងកុំប្រើ web ណា web ហ្នឹងយើងកុំប្រើអាសម្រាប់យើងប្រើជាមួយ guest អូខេអញ្ចឹងលក្ខណៈរបស់វានេះមានន័យថាបើសិនជាយើងយក 2G បានឆ្ងាយតែខ្លីជាងណាមានន័យថា 2G ឆ្ងាយ 5G ខ្លីជាងលឿនមកជុំលឿនរំខានច្រើនតិចណាអូខេអានេះជាយើង compare ឲ្យអ្នកទាំងគ្នាមើលអូខេអញ្ចឹងហើយខ្ញុំណែនាំប្រើគឺ 2G សម្រាប់ឧបករណ៍ឆ្ងាយហើយ 5G សម្រាប់ streaming ឬក៏ game អូខេអញ្ចឹងយើងអាចធ្វើការចូលទៅកាន់កំណត់ password តែម្ដងទៅខ្ញុំចូលមកកាន់ router របស់ខ្ញុំអូខេអញ្ចឹងយើងចូលមកកាន់កន្លែងអីគេយើងចូលមកកាន់កន្លែង wireless ហើយយើងធ្វើការបដូរឈ្មោះណាអ្នកនរគ្នាឃើញអត់នេះគឺឈ្មោះ Wi-Fi របស់ខ្ញុំអូខេនេះយើងអត់តន់ដូរឈ្មោះទេណាអូខេឥឡូវខ្ញុំចាប់ដើមធ្វើការបដូរឈ្មោះណាអូខេអញ្ចឹងកន្លែងហ្នឹងខ្ញុំធ្វើការដាក់ឈ្មោះមកខ្ញុំដាក់ពូ IT ណាអញ្ចឹងកន្លែងហ្នឹងខ្ញុំដាក់យើងអាចដាក់ 2G ក៏បាន 5G ក៏បានដែរដើម្បី note អូខេខ្ញុំដាក់ពូ IT 2G យ៉ាងទៅណាអូខេគាត់សម្គាល់ហើយណាហើយយើងចុច save point នៅពេលដែលខ្ញុំធ្វើ Wi-Fi អញ្ចឹងខ្ញុំធ្វើការភ្ជាប់ខ្សែដើម្បីអីនៅពេលដែលយើង save ឬក៏អីយើងអត់ដាច់ Wi-Fi ទេណានេះខ្ញុំធ្វើការភ្ជាប់ខ្សែបើសិនអ្នក connect Wi-Fi ហើយយើងធ្វើការបដូរឈ្មោះចេះវានឹងដាច់ណាអូខេអញ្ចឹងបន្តមកទៀតកន្លែងbasic configuration ហើយកន្លែង wireless security អញ្ចឹងតើតើជាមួយ wireless security យើងយក encryption AES ហើយយើងយក
WPA2 PHK ហើយយើងដាក់ password មកណាអញ្ចឹង password ឡើយហ្នឹងខ្ញុំដាក់ grade 8 grade 9 មកនេះគឺឧទាហរណ៍ណាអ្នកនរគ្នាអត់អាចដាក់អញ្ចឹងបានទេយើងត្រូវដាក់ឲ្យមាន secure ទៅខ្ញុំដាក់ grade 8 grade 9ណា password ឡើយហ្នឹងណាខ្ញុំដាក់ grade 8 grade 9ដោយសារខ្ញុំប្រើតែឯងទេខ្ញុំអត់មានឲ្យគេប្រើទេយើងដាក់លេងបង្ហាញអ្នកនរគ្នាទេនេះអាកន្លែង web កន្លែងខ្ញុំនិយាយមិញ web key កន្លែងហ្នឹងយើងមិនបាច់ប្រើទេណាកន្លែង web ហ្នឹងណាយើងមិនបាច់ប្រើទេកន្លែង web នេះខ្ញុំច្រឡំវាមិនមែនvoucher ទេកន្លែង web នេះណាយើងកុំប្រើកន្លែងហ្នឹងវា security ទាបអញ្ចឹងយើងប្រើអានេះណាយើងប្រើ WPA WPA2 PHK professional ណាកន្លែង web នេះយើងអត់ប្រើទេអូខេទាំងកន្លែងហ្នឹងខ្ញុំប្រើ option មួយហ្នឹងជាទូទៅអូខេយើងចង់ប្រើមួយណាប្រើទៅប៉ុន្តែខ្ញុំ recommend ឲ្យប្រើមួយនេះជាទូទៅអូខេតែប៉ុណ្្នឹងមកហើយ password grade 8 grade 9ហើយតែប៉ុណ្្នឹងយើងធ្វើការចុច save មកអូខេអូខេបន្តមកទៀតយើងមើលកន្លែង Wi-Fi របស់យើងបានពូ IT 2G មួយទៀតណាអូខេអញ្ចឹងយើងបានធ្វើហើយអញ្ចឹងយើងចូលមកកាន់ 5G ម្ដងណាចូលមកកាន់ 5G យើងដាក់ដូចគ្នាខ្ញុំដាក់ពូខ្ញុំដាក់ជាមកពូ IT 5G ណាហើយខ្ញុំចុច save មកអូខេអានេះគឺជារបៀបដូរឈ្មោះ Wi-Fi តទៅទៀតយើងចង់ដូរ password នេះយើងចូលកន្លែង wireless security នេះមកយើងយកដូចគ្នាណាយើងក៏ដូរមកឥឡូវដាក់ grade 8 grade 9ដូចគ្នាអូខេណាខ្ញុំដាក់ grade 8 grade 9ដូចគ្នាហើយធ្វើការចុច save មកប៉ុន្តែអ្នកនរគ្នាកុំដាក់ដូចខ្ញុំអានេះគាត់ថាខ្ញុំឧទាហរណ៍ទេវាប្រាប់អី web security WPA WT enterprise rotation encryption not support ណាវាអត់ support ទេ support តែនេះមួយទេណាអូខេយើងធ្វើការចុច save មកអញ្ចឹងយើងអាចមើលកន្លែងនេះដូចគ្នាយើងបានពូ IT 2G និង 5G ណាអញ្ចឹង password យើងបានកំណត់រួចរាល់ហើយគឺអត់មានអីពិបាកទេទាក់ទងជាមួយការកំណត់ password នៅលើឧបករណ៍ router របស់យើងអូខេអញ្ចឹងខ្ញុំសូមបន្តមកមុខទៀតតាក់ទងជាមួយ guest ណា guest មានន័យថាguest គឺជាបណ្ដាញសម្រាប់ភ្ញៀវណាអត្ថប្រយោជន៍វាភ្ញៀវប្រើអ៊ីនធឺណិតមិនអាចចូល LAN ខាងក្នុងបានអញ្ចឹងជំហានទី1យើងចូលទៅកាន់ guest network ហើយយើងធ្វើការ enable វាមកណាអាហ្នឹងសម្រាប់ guest មានន័យថាអត់ឲ្យភ្ញៀវ access ចូលមកកាន់អ៊ីនធឺណិតLAN របស់យើងបានទេគាត់អាចប្រើតែអ៊ីនធឺណិត access ទៅក្រៅបានប៉ុន្តែនៅក្នុង local របស់យើងគាត់អត់អាច access បានទេយើងអាចកំណត់ SSID និង password ហើយយើងចុច save មកហើយយើងអាចកំណត់ advanced wireless security ដោយ change channel auto recommend change wide enable ឬក៏ disable SD broadcast ឬក៏ WPS2 setup ណាអូខេអញ្ចឹងខ្ញុំចូលទៅកាន់ enable guest ខ្ញុំចូលទៅ enable guest អូខេយើងចូលមកនេះយើងឃើញ guest network យើងអាចអានេះ allow guest to access my local ណាអូខេអញ្ចឹងកន្លែងនេះ guest ហ្នឹងគឺវា disable ហើយណាអូខេអានេះ guest not isolate disable អូខេអញ្ចឹងបន្តមកទៀតកន្លែងនេះខ្ញុំ enable ណាខ្ញុំ enable មកអូខេអញ្ចឹង maximum guest number 32ហើយតើតើមួយ security យើងចង់ប្រើ password ក៏បានមិនប្រើក៏បានដែរណាហើយយើងអាចដាក់ schedule ឲ្យគាត់បានហើយចង់ access ម៉ោងប៉ុន្មានអីម៉ោងប៉ុន្មានយើងអាចប្រើ schedule បានយើង enable schedule មកឧទាហរណ៍ថាកន្លែងហ្នឹងខ្ញុំ enable មកនេះយើងអាចកំណត់ឲ្យគាត់ access ពីម៉ោងប៉ុន្មានទៅម៉ោងប៉ុន្មានប៉ុន្តែខ្ញុំអត់កំណត់ទេអានោះបើសិនអ្នកនរគ្នាកំណត់ទៅយើងអាច HD ឬក៏ 8 week start ម៉ោងប៉ុន្មាន end ម៉ោងប៉ុន្មានហើយយើងអាចចុច add មកណាហើយយើងចុច add មកវាធ្លាក់ចូលនៅ calendar ខាងក្រោមហ្នឹងណាអញ្ចឹងកន្លែងហ្នឹងយកធម្មតាខ្ញុំអត់មានកំណត់អីទេកន្លែងហ្នឹងណាអូខេ access time out ណាយើងចង់កំណត់ក៏បានកន្លែងហ្នឹងមិនកំណត់ក៏បានដែរកន្លែងហ្នឹងតើតើមួយហ្នឹងហើយ Wi-Fi យើងចង់ដាក់ password ក៏បានមិនដាក់ក៏បានដែរអញ្ចឹងខ្ញុំអត់ដាក់ទេហើយកន្លែង access time នេះគឺ schedule គឺ HD ណាយើងអត់មានកំណត់ម៉ោងទេគឺ24ម៉ោងណាអូខេហើយកន្លែងឈ្មោះ Wi-Fi ខ្ញុំដាក់កន្លែងនេះយើងអាចដូរបានយើងអាចដាក់ពូ IT guest ក៏បានដែរណាអូខេឥឡូវខ្ញុំដាក់ពូ IT
kẻ chừng tới hai dương lục phần này mà tầng kẻ bà này nè hai đã tương chỉ mùi nâng kẻ isolate nó dương in the ball về mà ok dương ai in the ball kẻ mắt là bay cùng ao giờ kia access cho một căn network và dương bán dương thở thuộc cả in the ball anh ấy allow cái access to my local network chẳng dương disable dương out kia access cho một căn network và dương bán thế hay cái bandwidth control nếu dương ở thời ca control thế nhưng mà disable cháu nhưng còn là cái network isolate nữa nhưng enable là mấy tha copy network của dương nè ok chẳng tập năng máy nhưng thưa ca cell mà ok dương ai mà mơ wifi và dương vĩnh chẳng dương đừng khơi nhờ wifi mỗi cứ pu IT gas tăng wifi nó cứ ở bên phở password thế dương khỏi cho post dương ai connect wifi năng bàn này cứ reload bị thả open cái nhé vì mình hụt con sao tê để xài dương on mình phở password nhất chẳng cái ai châu bàn á cái ai châu bàn thấy cái ai ở ping châu một can len mà dương bàn này cho mở ok trong đó thắp ping bàn bán cho mình châu một can check mở IP vì máu ok nhưng trong đó thả IP vì mán này IP viết chốt mà rồi mùi nè ok chẳng nhưng mơ IP LAN mà dưỡng mà đó ná như ai mơ IP LAN mà dưỡng computer mà dưỡng nè nhưng mơ Ethernet ná Ethernet chụp Ethernet mà rồi ok Ethernet mà rồi chẳng nhưng thua ca ping mau IP nắng ok nhưng thua ca ping template ok chẳng nhưng mà thua ca ping chốt mà rồi chốt son chốt mà rồi ok em cho một can CMD nhưng tầm bích để xa nhưng cần định kẻ nó không mà xin cho mỗi cái này về ai score lắm và dùng ping từ mà xin xây score nhưng ping từ can mà rồi cao phí chốt mà rồi học bảy chốt số chốt mà rồi score lấy tập bích về thử score thế để xa trong nơi không LAN mỗi cái này mình thay để xa dương nơi wifi còn nơi không nắng LAN còn nơi không nắng tập bích về thử score lấy nó lại những cái này phù để xa kẻ nó cứ mẹp tạp nhiều thế cứ có đặt ai sẽ cho một can network và dương bàn tề dương ai enable kẻ bàn ok ok anh ta tôn cho muốn ca enable kẻ tập năng tế hay dương thua ca chụp cell thông đá hay ta tôn cho muốn nâng advanced setting dương ai đôi channel đôi tới anh nhưng mà recommend tới anh dương mạch thua tới ai về auto một tích tới vì auto một tích tới nè nhưng ai cho một can lại nhờ advanced và lấy hay nhưng cho ai cái phép ấy auto recommend nhưng mà chèn thế này nên ai cho lại nhờ advanced tôi mùi và lấy vì mình advanced và là nè nên những ai thua cả đâu power transmit ai dân từ tôi mới power nó được cái này và xong rồi access point nhưng chớn nhưng vô mà điểm mà này middle mà này nhưng cũng vô hay mẹp dương miền router tầm muối y dương miền là router muối được AP tầm muối dương vô hay tới 3 rồi vì power về khẳng vì adjust signal ban chớn ban lỗ ban khpu dương từ hay là nếu dương ai đâu interval bởi vì dương ai đâu ấy và đấy nhưng mà đại bạc lấy dương vô ta default này nè ok chứ cái này nó dương mà passport lấy tế cái này nữa ok hay lại nếu có dương admin passport lấy channel cứ dương nhung vô bên nắng ai auto ai channel y auto từng ngõ đấy ok ok chẳng nhung dùng khai màu vĩnh dương mì hiện nắng dương chạy bắt đầu SDI đồ SID chạy cầm nọt WPS to password chạy chưa thu chi phải chi cho một cái guest network ok chẳng miền tìm bớt dư nâng sắp xa tại cho chung mùi nâng router security nè ok chứ em xong phải chọn miền tì bầm mùi thầm phần năng dẫn dư nâng chụp niên nâng miền khỏi miền tì bầm bờ